dương bên to kia là nia phò bốc phò đọប្រភេទដែលមានភាគបែងមិនដូចគ្នាប្រភេទទី1 2ភាគ3ភាគបែងវា3ប្រភេទទី2ភាគបែង5ប្រភេទទី3ភាគបែង2អញ្ចឹងមានន័យថាប្រភេទទាំង3នេះសុទ្ធតែមានភាគបែងខុសគ្នាអញ្ចឹងក្នុងការបូកដកប្រភេទយើងត្រូវតម្រូវភាគបែងសិនបើសិនជាវាមិនដូចគ្នាអញ្ចឹងភាគបែងរួមយើងមានច្រើនវិធីក្នុងការធ្វើប៉ុន្តែដើម្បីឲ្យលឿនគឺបងប្អូនគ្រាន់តែយកភាគបែងខាងក្រោមលេខខាងក្រោមនេះយកគុណបញ្ចូលគ្នាទៅក៏បានដែរនឹងគឺជាវិធីលឿនអញ្ចឹងខ្ញុំបង្ហាញវិធីលឿនសិនអញ្ចឹងយើងដាក់ភាគបែងរួមភាគបែងរួមភាគបែងរួមគឺបាទវាមានលេខ3វាមានលេខ5ហើយនឹងវាមានលេខ2អញ្ចឹងភាគបែងរួមគឺ3គុណនឹង5គុណនឹង2អញ្ចឹងយើងគិតឲ្យហើយក៏បានដែរ5 2ដងនេះ10 5 2ដង10 10 3ដងវា30អញ្ចឹងភាគបែងរួម30ឥឡូវយើងចាប់ផ្ដើមពិនិត្យទៅមើលលំហាត់របស់យើងបាទនេះយើង2លើក3យើងសរសេរវែងបន្តិចមកដកឲ្យ4លើ5បន្ទាប់មកបូកឲ្យ3លើ2តោះឥឡូវយើងចាប់ផ្ដើមតម្រូវភាគបែងយើងចាប់ផ្ដើមតម្រូវភាគបែងបងមើលឲ្យតាន់2ភាគ3 2ភាគ3អញ្ចឹងមានន័យថាភាគបែងវា3បើភាគបែងវា3យើងមើលកន្លែងនេះភាគបែងវា3អញ្ចឹងវាត្រូវការលេខប៉ុន្មានទៀតដើម្បីបង្គ្រប់គឺខ្វះលេខ5និងលេខ2អញ្ចឹងភាគបែងមាន3យើងត្រូវគុណថែមនឹងប៉ុន្មានគុណនឹង5គុណនឹង2អញ្ចឹងបើសិនជាខាងក្រោមគុណនឹងលេខប៉ុន្មានខាងលើក៏គុណប៉ុណ្ណឹងដែរអញ្ចឹងយើងគុណខាងលើលេខដូចខាងក្រោមគឺ5គុណនឹងប៉ុន្មានទៀតគុណនឹងលេខ2បន្តទៀតភាគបែងយើងម្ដងនេះគឺមានភាគបែងប្រមាណ5អញ្ចឹងភាគបែងយើងមាន5កន្លែងនេះយើងមាន5ហើយអញ្ចឹងបងប្អូនសង្កេតមើលតើខ្វះលេខប៉ុន្មានបាទគឺខ្វះលេខ3ហើយនឹងលេខ2អញ្ចឹងយើងគុណថែមប៉ុន្មានគុណ3គុណ2បើខាងលើគុណ3គុណ2សំដៅបើខាងក្រោមគុណ3គុណ2ខាងលើគឺគុណ3គុណ2ដែរហើយចុងក្រោយយើងមានភាគបែងប៉ុន្មានយើងមានភាគបែង2អញ្ចឹងយើងនៅខ្វះលេខអីខ្លះយើងនៅខ្វះលេខ3និងលេខ5អញ្ចឹងយើងគុណនឹងលេខ3គុណនឹងលេខ5ក្រោមគុណប៉ុណ្ណឹងយើងខាងលើយើងគុណប៉ុណ្ណឹងដែរទៅមើលមួយសង្ឃឹមតែយល់ចាប់ផ្ដើមគិតលេខណាអញ្ចឹងយើងមើលថា2 5ដងប្រមាណ10គុណនឹង2 20អញ្ចឹងកន្លែងនេះ20ហើយភាគបែងយើងគិតមកយើងគុណអាណាមុនក៏បានដែរអត់អីទេណា2 5ដង10 13ដង30ដកបាទខាងក្រោមនេះលេខដូចតែគ្នាទេគឺ30ដែរយើងគុណទៀត2 3ដង6 6 4ដង24អូនចង់គុណយក4គុណនឹង3ហើយគុណនឹង2ទៀតក៏ឃើញចម្លើយដូចគ្នាដែរយើងគុណកន្លែងណាមុនក៏បានដែរចម្លើយដូចគ្នាបូកបាទភាគបែង30ដដែល3 3ដង9 9គុណនឹង5 9 5ដង45អញ្ចឹងបងអូនសង្កេតឃើញថាភាគបែងដូចគ្នាឬនៅគឺដូចហើយ30ដូចគ្នាអញ្ចឹងបើសិនជាភាគបែងដូចគ្នាហើយយើងស៊ីសងតែភាគយកបានហើយបាទភាគបែងយើងទុកវានៅដដែល30ហើយភាគយកមានលេខ20
បន្ទាប់មកដក24បន្ទាប់មកទៀតគឺបូក45បាទ20ដក24 20ដក24អញ្ចឹងវាសល់ដក4ហើយយើងបូក45បន្តចម្លើយដក4បូក45អញ្ចឹង45វាធំជាងដោយសារសញ្ញាផ្ទុយគ្នាយើងយកលេខធំដកលេខតូចអញ្ចឹង45ដក4គឺចម្លើយបាន41អញ្ចឹងដូច្នេះចម្លើយយើងគឺ41លើ30